ម៉ាក់ដែលត្រៀមយកកូនឬក៏កំឡុងពេលផ្ទៃពោះហ្នឹងគួរតែអនុវត្តនៅ4ចំណុចនេះដើម្បីជៀសវាងកូនពីការភាពពីកំណើតចំណុចទី1នោះគួរតែពិភាក្សាជាមួយគ្រូពេទ្យជាដំបូងដើម្បីថាខ្លួនយើងនឹងថាមានជំងឺទឹកនោមផ្អែមឬក៏មានជំងឺធាត់ជ្រុលឬក៏តាក់ទងជាមួយប្រវត្តិក្រុមគ្រួសាររបស់យើងមានជំងឺនានាពិសេសនោះគឺជំងឺផ្អែមជាដើមហើយមួយទៀតហ្នឹងគឺប្រវត្តិនៃការចាក់វ៉ាក់សាំងកំឡុងពេលផ្ទៃពោះបើសិនបើយើងអាចបានចាក់វ៉ាក់សាំងការពារនៅជំងឺផ្សេងៗដែលបង្កហានិភ័យនៅកំឡុងពេលមានគាត់ទៅកូនអាចពិការភាពកើតមកដែរចំណុចទី2នោះគឺតាក់ទងជាមួយនឹងភេទជ្ជៈឬក៏សារធាតុគ្រឿងញៀនផ្សេងពិសេសនោះគឺតាក់ទងជាមួយនឹងការដែលគាត់ជក់បារីផឹកស្រាឬក៏ការប្រើប្រាស់គ្រឿងញៀនផ្សេងពីព្រោះសារធាតុញៀនទាំងអស់ហ្នឹងវាអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពកូនកំឡុងពេលដែលគាត់មានគាត់ចំណុចទី3នោះម៉ាក់គួរតែថែសារសុខភាពឲ្យបានល្អពិសេសហាត់ប្រាណជាប្រចាំគឺអនាម័យខ្លួនប្រាណនិងបរិភោគស្អាតនិងផឹកស្អាតជាប្រចាំចំណុចទី4ចុងក្រោយនោះគឺការតាក់ទងជាមួយនឹងការទទួលទានអាស៊ីតហ្វូលិកជាពិសេសហ្នឹងយ៉ាងហោចណាស់ក៏បាន400មីលីក្រាមក្នុងមួយថ្ងៃដែរជួបជាមួយខ្ញុំបាទវិជ្ជបណ្ឌិតច័ន្ទស៊ីណេតនៅវីដេអូបន្ទាប់បើសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លាក់ក្នុង comment ខាងក្រោមនេះបាន